ឈប់កុំឲ្យអូនរំលងថ្ងៃនេះគឺខ្ញុំចង់ចែករំលែកគន្លឹះចំនួន3ធំៗដែលខ្ញុំគិតថាវាសំខាន់មែនទែនសម្រាប់បងក៏ដូចជាបងប្អូនដែលត្រៀមប្រឡងបាក់ឌុបខាងមុខនេះជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំធ្វើវីដេអូចែករំលែកទាក់ទងទៅនឹងចំណេះដឹងក៏ដូចជាសម្រាប់បងប្អូនដែលត្រៀមប្រឡងខាងមុខចំណុចទី1ដែលខ្ញុំគិតថាវាសំខាន់គឺយើងត្រូវតែប្រឹងរៀនពីដើមឆ្នាំហ្នឹងគឺយើងត្រូវតែចូលរៀនឲ្យបានទៀងទាត់កុំសូវកិច្ចម៉ោងកុំសូវកិច្ចសាលាឬក៏យើងមិនសូវចូលរៀនអីគឺយើងត្រូវតែចូលរៀនឲ្យទៀងទាត់តាមម៉ោងដែលគ្រូបានដាក់ហើយជាពិសេសនៅពេលយើងរៀនគឺយើងត្រូវតែយកចិត្តទុកដាក់ស្ដាប់គ្រូតាក់ទងនឹងចំណុចនេះដែរគឺសម្រាប់ការរៀនគួរឬក៏មានគ្រូណាបរៀនម៉ោងបន្ថែមអីយើងគួរតែរៀនទៅព្រោះអីវាជាចំណុចមួយដែលវាល្អដែរខ្ញុំគិតថាវាល្អមែនតើសម្រាប់ចំណុចទី2វិញគឺយើងត្រូវតែគ្រប់គ្រងពេលវេលាខ្លួនឯងឲ្យបានត្រឹមត្រូវសម្រាប់ចំណុចនេះដែរគឺតកតងទៅនឹងការកំណត់កាលវិភាគរៀនឬក៏កំណត់ពេលវេលាសម្រាប់ខ្លួនឯងរៀនស្វ័យសិក្សាជាមួយមិត្តភ័ក្តិយើងអាចរៀនបន្ថែមរៀនក្រៅម៉ោងក្រៅអីបានក៏វាល្អដែរព្រោះអីវាជាចំណុចមួយដែលជំរុញក៏ដូចជាបង្កើតនូវសមត្ថភាពរបស់យើងខ្ញុំគិតថារៀនខ្លួនឯងគឺវាមានប្រសិទ្ធភាពជាងបើសិនជាអ្នកនរគ្នាចូលចិត្តរៀនម្នាក់ឯងបែបនៅម្នាក់ឯងឯកាអីអ្នកគ្នាអាចរៀនម្នាក់ឯងបានតែបើសិនជាអ្នកចូលចិត្តជួបជុំគ្នាគឺយើងអាចរៀនជាក្រុមបានខ្ញុំគិតថាវាល្អមែនទែនត្រង់ចំណុចនេះដែរខ្ញុំគិតថាយើងកុំសូវចំណាយពេលទៅលើរឿងអត់ប្រយោជន៍ច្រើនព្រោះអីវាអាចនាំឲ្យយើងទៅរកភាពបរាជ័យឬក៏យើងមិនអាចជោគជ័យបានពិសេសអ្វីដែលគួរជៀសបានយើងអាចជៀសទៅបើសិនជាយើងជៀសមិនបានក៏តាមដំណើរទៅសម្រាប់ចំណុចចុងក្រោយដែលជាចំណុចទី3នោះគឺខ្ញុំគិតថាយើងត្រូវតែជឿជាក់លើខ្លួនឯងឬក៏យើងជឿជាក់លើសមត្ថភាពរបស់យើងខ្លួនឯងផ្ទាល់តែម្ដងត្រង់ចំណុចនេះដែរគឺនៅពេលដែលយើងត្រៀមខ្លួនសម្រាប់ទៅប្រឡងឬក៏នៅពេលដែលមានរយៈពេលខ្លីឬក៏រយៈពេល1ខែឬក៏2-3អាទិត្យមុនប្រឡងអីគឺយើងចាប់ផ្ដើមមានអារម្មណ៍មួយដែលយើងមិនជឿជាក់ខ្លួនឯងហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាត្រឡប់មកជឿជាក់លើខ្លួនឯងវិញនៅពេលហ្នឹងគឺយើងមិនត្រូវភ័យដាក់សម្ពាធលើខ្លួនឯងថាខំរៀនប្រឹងរៀនអីច្រើនពេកទេគឺយើងគ្រាន់តែរំលឹកអីបន្តិចបន្តួចគឺវាគ្រប់គ្រាន់ហើយសម្រាប់ត្រៀមប្រឡងហើយនៅក្នុងចំណុចនេះផ្ទាល់ដែរគឺតកតងទៅនឹងសុខភាពគឺវាពិតជាសំខាន់មែនទែនព្រោះឯនៅពេលណាដែលយើងសុខភាពល្អការប្រឡងរបស់យើងក៏វាបានលទ្ធផលល្អដែរព្រោះឯយើងមានការគិតច្រើនបើសិនជាសុខភាពយើងអត់ល្អហើយទៅប្រឡងយើងឈឺយើងអីគឺវាពិបាកមែនទែនហើយมันអាចជួយឲ្យខ្លួនឯងប្រឡងជួបទីកថាបានដែរអញ្ចឹងហើយខ្ញុំចង់ឲ្យអ្នកនរគ្នានៅពេលចិត្តប្រឡង1ខែឬក៏កន្លះខែមុនប្រឡងអីយើងមួយយើងអាចតបបានយើងតបយើងធ្វើតមទៅព្រោះអីដើម្បីឲ្យយើងត្រៀមខ្លួនបានល្អនៅពេលប្រឡងជាចុងក្រោយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូចេះចម្លែកទាំងអស់នេះគឺវានឹងអាចជួយបងប្អូនដែលត្រៀមប្រឡងសម្រាប់ជាជំនួយក្នុងការត្រៀមខ្លួនឲ្យបានល្អមុនប្រឡងបាក់ឌុបខាងមុខហើយកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលា